បាទសួស្តីបងប្អូនអ្នកនាងសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំឈ្មោះបូរ៉ាហើយខ្ញុំបានធ្វើបទបង្ហាញពីការតាក់ទងនឹងការបង្កើត Facebook នៅក្នុងទូរស័ព្ទដៃហើយបងប្អូនណាដែលមិនទាន់បានជួយចុច Follow និង Subscribe YouTube របស់ខ្ញុំទេសូមបងប្អូនជួយ Subscribe YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទដើម្បីធ្វើវីដេអូបន្តទៀតអូខេកុំឲ្យខាតពេលយូរតើយើងទៅបង្កើត Facebook ទាំងអស់គ្នានៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអូខេទូរស័ព្ទដៃរបស់ខ្ញុំមានFacebook រួចហើយតែបងប្អូនថ្មីដែលគាត់មិនទាន់មាន Facebook សូមបងប្អូនចូលទៅក្នុង App Store ក្នុងទូរស័ព្ទដៃ iPhone ហើយបងប្អូនចុចការឡើង Search ហើយបងប្អូនចុចវាយពាក្យថា Facebook នេះបងប្អូន Facebook នៅលើនេះបងប្អូន Facebook ដោយសារតែខ្ញុំមាន Facebook រួចហើយអញ្ចឹងខ្ញុំសូមចូលទៅកម្មវិធីតែម្ដងខ្ញុំសូមទៅក្នុង app Facebook តែម្ដងaccount របស់ខ្ញុំមានស្រាប់ហើយប៉ុន្តែខ្ញុំចង់ធ្វើការបង្កើតថ្មីចែកជូនដល់បងប្អូនថ្មីដែលគាត់មិនទាន់ចេះបង្កើត Facebook អូខេខ្ញុំចូលនៅកន្លែងពាក្យថា create new account បន្ទាប់មកបងប្អូនចុចពាក្យថា create new account ប៉ុកខៀននៅខាងលើបងប្អូនអរគ្នាអូខេបន្តមកបងប្អូនធ្វើការបំពេញឈ្មោះអូខេខ្ញុំសូមបង្កើតឈ្មោះថ្មីខ្ញុំសូមដាក់ឈ្មោះសុកហើយ last name ខ្ញុំដាក់បញ្ញាអូខេខ្ញុំមិនដឹងថាសេខឬត្រូវឈ្មោះបញ្ញាសូមទោសនេះជាការលើកមកបង្ហាញបងប្អូនអរគ្នាបន្តមកចុច next រួចហើយបងប្អូនត្រូវដាក់ខែឆ្នាំកំណើតហើយលើអាយុ18ឆ្នាំបាន Facebook គេ approve ឲ្យយើងអូខេខ្ញុំសូមដាក់ឆ្នាំ2020ចុះរួចហើយខ្ញុំចុច next រួចហើយខ្ញុំរើសភេទមានភេទស្រីនិងភេទប្រុសហើយនៅខាងក្រោមនេះទូទៅអញ្ចឹងខ្ញុំប្រុសខ្ញុំដាក់ភេទប្រុសខ្ញុំដាក់ male បន្ទាប់មកខ្ញុំចុច next ទៀតរួចហើយលេខទូរស័ព្ទលេខទូរស័ព្ទយើងដាក់មកខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំ09135អូខេបន្តមកខ្ញុំចុច next ចាំបន្តិចបងប្អូនអ្នកនេះទូរស័ព្ទយើង slow បន្តិចវាកំពុងតែធ្វើការ process អូខេបានហើយបន្តមកបងប្អូនត្រូវបង្កើត password បងប្អូនបង្កើតមកខ្ញុំដាក់អក្សរធំមួយខ្ញុំដាក់សញ្ញា add មួយអូខេខ្ញុំបង្កើត password រួចហើយបន្តមកបងប្អូនចុចពាក្យថា next រួចហើយវាចេញពាក្យបែបនេះបងប្អូនចុចពាក្យថា agree ចុចមក Facebook ចេញមកហើយបងប្អូនអរគ្នារៀងវែងបន្តិចវីដេអូនេះសង្ឃឹមថាបងប្អូនអាចធ្វើបានអរគ្នាស្រួលងាយចំពោះបងប្អូនដែលថ្មីដែលគាត់មិនទាន់ចេះបង្កើតអាចមើលវីដេអូរបស់ខ្ញុំបានអូខេចេញមកហើយវាឲ្យ confirm លេខកូដដែលភ្ជាប់ជាមួយនឹងទូរស័ព្ទមិញណាបងប្អូនអញ្ចឹងខ្ញុំចុចពាក្យថា I didn't get this code វាឲ្យខ្ញុំចុចពាក្យថា send to SMS ឲ្យវាផ្ញើលេខកូដមកជាមួយនឹងសាររបស់យើងបងប្អូននេះអូខេខ្ញុំសូមអូនេះមកឲ្យបងប្អូនអ្នកគ្នានេះចុចមកអូតូយកខ្ញុំចុចនៅលើសារហ្នឹងវាអូតូលេខកូដឲ្យតែម្ដងរួចហើយខ្ញុំចុច nextអូខេនេះបងប្អូនអ្នកគ្នាខ្ញុំបាន Facebook មួយយ៉ាងស្រស់ស្អាតទៅមកខ្ញុំចុច skip ខ្ញុំ skip សិនបងប្អូនអ្នកគ្នាដាក់ skip សិនវាឲ្យយើងរោគមិត្តនៅក្នុង Facebook អញ្ចឹងខ្ញុំសូម skip សិនខ្ញុំទៅចូលទៅ next email address យើងអត់ទាន់មានទេយើងមិនបាច់តន់ដាក់ទេបងប្អូនអ្នកនេះចាំដាក់ពេលក្រោយខ្ញុំចុចពាក្យ skip
នេះបងប្អូនទាំងគ្នាខ្ញុំបានFacebook មួយយ៉ាងស្រស់ស្អាតហើយខ្ញុំទៅរៀបចំ account របស់ខ្ញុំចុចនៅខាងលើនេះរៀង slow បន្តិចបងប្អូនទាំងគ្នាសូមទោសមានភាពរអាក់រអួលនេះបងប្អូនទាំងគ្នាបន្តមកបងប្អូនទាំងគ្នាដាក់ profile របស់យើងមកដាក់រូបថតមកខ្ញុំដាក់រូបថតរបស់ខ្ញុំមួយនេះអូខេខ្ញុំចុចពីថា save profile របស់យើងដាក់រូបភាពរបស់យើងបងប្អូននេះអូខេឃើញហើយខ្ញុំចុចពាក្យ skip អានេះយើងរៀបចំវាមកលើ location របស់យើងខ្ញុំដាក់នៅភ្នំពេញមានសារខ្ញុំចុចភ្នំពេញចុច save location select location យើងវាយពាក្យថា Cambodia នេះមកបងប្អូនចុចពាក្យឬខេត្តដែលបងប្អូននៅខ្ញុំចុចភ្នំពេញខ្ញុំនៅភ្នំពេញខ្ញុំចុចភ្នំពេញខ្ញុំចុច save រួចហើយនេះវាឲ្យយើងជ្រើសរើសសាលារបស់យើងដែលយើងរៀននៅភ្នំពេញខ្ញុំវាយពាក្យថាភ្នំពេញចុះឲ្យវាsearchរកសាលាឲ្យខ្លួនឯងងាយស្រួលភ្នំពេញនេះរយៈភ្នំពេញចាខ្ញុំចុចពាក្យ save ចុចអូខេ save បានតែចុច skip អូខេចុច skip ទៀត skip អូខេបន្ទាប់មកយើងដាក់រូបភាពមួយទៀតដាក់រូបផ្កាមួយចុះដាក់ចាន់អូខេខ្ញុំចុចពាក្យថា save នេះបងប្អូនខ្ញុំបាន background មួយហើយយ៉ាងស្រស់ស្អាតរូបរបស់ខ្ញុំចុច view មើល profile របស់ខ្ញុំចុច refresh វាបន្តិចអូខេខ្ញុំសូមចេញបន្តិចសិនបងប្អូនគ្នានេះ profile របស់ខ្ញុំបានមួយយ៉ាងស្រស់ស្អាតបងប្អូនគ្នានេះយើងជួយឆែកមកអូខេដោយសារតែ internet របស់ខ្ញុំមាន slow វាអត់សូវបើលឿនបងប្អូនគ្នានេះតែវាបាន show នៅក្រោមនេះដែរអានេះ cover របស់ខ្ញុំហើយនេះ profile រូបភាពអូខេអញ្ចឹងខ្ញុំបាន Facebook មួយយ៉ាងស្រស់ស្អាតបងប្អូនអរគ្នាអូខេមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនអរគ្នាអាចធ្វើបានហើយនឹងចេះបង្កើត Facebook ដោយខ្លួនឯងងាយស្រួលហើយជួបខ្ញុំបាននៅវីដេអូបន្តទៀតនៅពេលក្រោយអរគុណច្រើនជម្រាបលាបាយបាយ